ក្តីរាយការណ៍ពីបណ្ដាញផ្សាយព័ត៌មាននៃប្រទេសអ៊ុយក្រែនដែលស្រង់សម្ដីរបស់អ្នកនាំពាក្យកងទ័ពអ៊ុយក្រែននៅភូមិភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនអ្នកនាំពាក្យរូបនេះមានឈ្មោះថា Vladislav Voloshin បានដឹងថាកងទ័ពរុស្ស៊ីចាប់ផ្ដើមដាក់ពង្រាយគ្រាប់មីនលក្ខណៈទ្រង់ទ្រាយធំនៅតំបន់ឈូងសមុទ្រខ្មៅតាមផ្លូវទឹកទាំងឡាយណាដើម្បីទប់ស្កាត់ចលនាណាមួយដែលកងទ័ពម៉ារីនរបស់ប្រទេសអ៊ុយក្រែនបើកការវាយលុកបុកច្រាំងចូលទៅជ្រួយឧបទ្វីបគ្រីមីហើយនៅគណៈនេះមានសេចក្តីរាយការណ៍មកថាអ៊ុយក្រែនកំពុងត្រៀមដ្រូនរាប់រយគ្រឿងដើម្បីប្រតិបត្តិការវាយកំទេចស្ពានខឺតគ្រីមីរបាយការណ៍របស់អ្នកនាំពាក្យកងទ័ពប្រទេសអ៊ុយក្រែនប្រចាំការនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនរូបនេះបានបញ្ជាក់ថារុស្ស៊ីកំពុងតែខ្នះខ្នែងយ៉ាងខ្លាំងដោយដឹកគ្រាប់មីនដាក់ពង្រាយនៅតាមផ្នែកមួយចំនួននៃសមុទ្រខ្មៅដើម្បីទប់ស្កាត់ចលនារបស់កងទ័ពអ៊ុយក្រែនដោយប្រើប្រាស់កងទ័ពម៉ារីនវាយបុកច្រាំងសម្រុកចូលទៅជ្រួយឧបទ្វីបគ្រីមីដែលអ៊ុយក្រែនកំពុងដាក់ផែនការវាយយកគ្រីមៀត្រឡប់មកវិញពីដៃរបស់ប្រទេសរុស្ស៊ីបើតាមអ្នកនាំពាក្យកងទ័ពអ៊ុយក្រែននៅភាគខាងត្បូងនេះហើយចុះផ្សាយដោយសារព័ត៌មាននៃបណ្ដាញផ្សាយព័ត៌មានប្រទេសអ៊ុយក្រែនចុះផ្សាយថាមីនដែលកងទ័ពរុស្ស៊ីដាក់ពង្រាយនៅសមុទ្រខ្មៅគឺមានមីនប្រឆាំងនឹងរថក្រោះមីនប្រឆាំងនឹងមនុស្សផងដែរកងទ័ពរុស្ស៊ីចាប់ផ្ដើមដាក់ពង្រាយមីនសមុទ្រនៅតំបន់សមុទ្រខ្មៅនេះគឺរយៈពេល2ថ្ងៃមកហើយប៉ុន្តែជាមួយគ្នានេះបើយោងតាមអ្នកនាំពាក្យកងទ័ពអ៊ុយក្រែននៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន Vladislav Voloshin នៅតែបញ្ជាក់ថាក្របមីនសមុទ្ររបស់រុស្ស៊ីដែលដាក់ពង្រាយនោះរុស្ស៊ីដាក់ពង្រាយផងដែរនៅតំបន់នៃស្ពានខឺតគ្រីមីដើម្បីប្រឆាំងនឹងដ្រូនទឹករបស់អ៊ុយក្រែនអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថារុស្ស៊ីដាក់ពង្រាយគ្រាប់មីនអាចមានរាប់ពាន់គ្រាប់ឯណោះនៅតំបន់ជាច្រើននៅតំបន់សមុទ្រខ្មៅនេះជាពិសេសគឺនៅឆ្នេរសមុទ្រនៃជ្រោយឧបទ្វីបគ្រីមីនិងតំបន់នៃស្ពានខឺតគ្រីមីដែលអ៊ុយក្រែននឹងបើកការវាយប្រាដោយវងដ្រូនទៅលើស្ពានខឺតគ្រីមីនៅពេលដែលប្រតិបត្តិការទ័ពជើងទឹករបស់អ៊ុយក្រែនវាយបុកចូលចាប់យកជ្រោយឧបទ្វីបគ្រីមីពីដៃរបស់កងទ័ពរុស្ស៊ីមកវិញរុស្ស៊ីដាក់ពង្រាយគ្រាប់មីនសមុទ្រនៅឆ្នេរសមុទ្រខ្មៅនិងតំបន់ស្ពានខឺតគ្រីមីជាលើកដំបូងហើយដែលសេចក្តីរាយការណ៍របស់កងទ័ពអ៊ុយក្រែនអះអាងថាព្រោះតែរុស្ស៊ីបានដឹងអំពីស្ថានភាពចុងក្រោយដែលអ៊ុយក្រែនមានសមត្ថភាពក្នុងការវាយចូលជ្រួយឧបទ្វីបគ្រីមីសូមជម្រាបថាជ្រោយឧបទ្វីបគ្រីមីដែលមានផ្ទៃដីជាង 27,000 គីឡូម៉ែត្រក្រឡាតំបន់ដ៏ធំមួយនេះមានប្រជាជនរុស្ស៊ីតាំងលំនៅតាំងពីសម័យសហភាពសូវៀតរហូតមកដល់ពេលនេះគេថាប្រជាជនរុស្ស៊ីមាន 80% គឺ 20% គឺប្រជាជនតានៃជនជាតិដើមជ្រោយឧបទ្វីបគ្រីមីជាជនជាតិអ៊ុយក្រែនជ្រោយឧបទ្វីបគ្រីមីត្រូវបានប្រធានាធិបតីសម័យសហភាពសូវៀតឈ្មោះ Nikita Khrushchev បានផ្ទេរទៅឲ្យអ៊ុយក្រែនវិញដោយដកចេញពីរុស្ស៊ីនៅឆ្នាំ 1954នៅពេលនោះគឺទាំងរុស្ស៊ីនិងអ៊ុយក្រែនស្ថិតនៅក្នុងចំណោះឲ្យសហភាពសូវៀតហើយលោក Nikita Khrushchev គឺជាប្រធានាធិបតីសហភាពសូវៀតប្រធានាធិបតីសហភាពសូវៀតរូបនេះបញ្ជាក់ថាការជ្រៀកជ្រោយឧបទ្វីបគ្រីមីមកឲ្យអ៊ុយក្រែនវិញនោះដើម្បីធ្វើសមហនកម្មដែនដីសម្រាប់ប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំ 1991 នៅពេលដែលសហភាពសូវៀតដួលរលំទៅនោះជ្រោយឧបទ្វីបគ្រីមីត្រូវបានទទួលស្គាល់ដោយប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ីគឺលោក Boris Yeltsin ទទួលស្គាល់គ្រីមីស្ថិតនៅក្នុងដែនដីនៃប្រទេសអ៊ុយក្រែនបច្ចុប្បន្ននេះដោយមានខ្សែបន្ទាត់រួមគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែននៅឆ្នាំ 1991 ពីនោះហើយក្រោយបន្តិចនៃការដួលរលំសហភាពសូវៀតដែលពេលនោះដឹកនាំដោយប្រធានាធិបតី Gorbachev ប៉ុន្តែរុស្ស៊ីចាប់យកជ្រោយឧបទ្វីបគ្រីមីវិញនៅក្នុងសម័យកាលរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បច្ចុប្បន្ននេះគឺចាប់យកពីគ្រីមីវិញនៅឆ្នាំ 2014 តាមរយៈនៃការចុះហត្ថលេខាដោយប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ដែលព្រមជ្រៀតទឹកដីនៃជ្រោយឧបទ្វីបគ្រីមីទៅឲ្យរុស្ស៊ីដើម្បីបានសន្តិភាពពីមហាអំណាចនេះតែទីបំផុតលោក Vladimir Putin នៅតែបង្កការឈ្លានពានលើប្រទេសអ៊ុយក្រែនដោយចាប់យកតំបន់ដុនបាសដោយជាមួយនឹងការវាយលុកដោយកងទ័ពរុស្ស៊ីហើយបង្កឲ្យទូសង្គ្រាមពេញទំហឹងមកដល់ពេលនេះគឺសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនចាប់យកតំបន់ដុនបាសជាតំបន់ឧបសម្ព័ន្ធរបស់ខ្លួនដូចនឹងជ្រោយឧបទ្វីបគ្រីមីនោះវាចូលដល់5ឆ្នាំហើយប៉ុន្តែតំបន់ដុនបាសនៅតែស្ថិតនៅក្នុងសមរភូមិយ៉ាងក្តៅគគុករុស្ស៊ីមិនអាចចាប់យកបានទាំងស្រុងនោះទេដុនបាសមានផ្ទៃដីប្រមាណជាង 53,000 គីឡូម៉ែត្រក្រឡាមានខេត្តចំណុះពីរដ៏ធំបំផុតរបស់ដែនដីនេះ
គឺខេត្ត Lugan និងខេត្ត Donetsk តំបន់ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនមានព្រំដែនល្វឹងល្វើយជាប់នឹងរុស្ស៊ីបច្ចុប្បន្នខេត្ត Lugan កំពុងធ្លាក់នៅក្នុងការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ីចំពោះខេត្ត Donetsk មិនទាន់ធ្លាក់នៅក្នុងដៃរបស់រុស្ស៊ីនៅឡើយនោះទេអ៊ុយក្រែននៅតែមានសមត្ថភាពក្នុងការវាយយកទីតាំងមួយចំនួនពីដៃរបស់កងទ័ពរុស្ស៊ីវិញនៅពេលនេះយ៉ាងណាចុងក្រោយនេះស្ថានភាពកំពុងតែប្រែប្រួលខ្លាំងនៅលើសមរភូមិជាច្រើននៅខណៈដែលអ៊ុយក្រែនទប់ទល់បានការវាយលុករបស់កងទ័ពរុស្ស៊ីមិនតែប៉ុណ្ណោះអ៊ុយក្រែនរុញច្រានកងទ័ពរុស្ស៊ីបានជាច្រើននៅសមរភូមិជួរមុខដែលមានសមរភូមិនៅក្នុងខេត្ត Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែនសមរភូមិនៅភាគខាងត្បូងគឺតំបន់ Zaporizhzhia តំបន់ខាគៀវភាគឦសាននៃប្រទេសអ៊ុយក្រែនក៏កងទ័ពអ៊ុយក្រែនមានសមត្ថភាពមិនត្រឹមតែទប់ទល់នោះទេគឺរុញច្រានកងទ័ពរុស្ស៊ីវាយយកផ្ទៃដីពីកងទ័ពរុស្ស៊ីបានប្រមាណជា76 គីឡូម៉ែត្រក្រឡាវិញនៅប្រមាណសប្តាហ៍ចុងក្រោយនេះក្នុងស្ថានភាពដែលអ៊ុយក្រែនមានសមត្ថភាពនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកគឺ drone ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនគឺ Flamingo និង Neptune បាននាំឲ្យអ៊ុយក្រែនមានសមត្ថភាពក្នុងការវាយបកលើគោលដៅជាច្រើនរបស់រុស្ស៊ីប៉ុន្តែសំខាន់បំផុតអ៊ុយក្រែនចុងក្រោយនេះកំពុងតែដាក់ផែនការចាប់យកជ្រួយឧបទ្វីបគ្រីមៀពីដៃរបស់រុស្ស៊ីវិញសេចក្តីរាយការណ៍បានដឹងថាអ៊ុយក្រែនត្រៀមទ័ពម៉ារីនរាប់ពាន់នាក់ដើម្បីបុកច្រាំងវាយលុកចូលជ្រួយឧបទ្វីបគ្រីមៀហើយជាមួយគ្នានេះអ៊ុយក្រែនកំពុងតែរៀបចំដើម្បីវាយបំបាក់ស្ពានខេត្តគ្រីមៀដោយការវាយប្រាដោយ drone និងគ្រាប់មីស៊ីល Flamingo របស់អ៊ុយក្រែនដែលផលិតបានដោយខ្លួនឯងបើយោងតាមអ្នកនាំពាក្យសម្រាប់កងទ័ពអ៊ុយក្រែននៅភាគខាងត្បូងប្រទេសឲ្យដឹងថាជ្រួយឧបទ្វីបគ្រីមៀប្រហែលជាត្រូវអ៊ុយក្រែនសម្រាប់លើកកងទ័ពវាយលុកនៅប្រមាណសប្តាហ៍ខាងមុខនេះហើយជាពិសេសគឺអ៊ុយក្រែនមានសមត្ថភាពនៃការវាយលុកដោយកងទ័ពជើងទឹកសូមជម្រាបថាជ្រួយឧបទ្វីបគ្រីមៀមានព្រំដែនទឹកជាប់នឹងតំបន់សមុទ្រខ្មៅភាគច្រើនបំផុតនិងមានព្រំដែនជាប់នឹងភាគខាងត្បូងនៃតំបន់ Zaporizhzhia ផងដែរជាដែនដីគោកប៉ុន្តែកងទ័ពរុស្ស៊ីដាក់ពង្រាយទ័ពយ៉ាងរឹងមាំនៅជាប់ព្រំដែននៃតំបន់ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនព្រំដែនរបស់ជ្រួយឧបទ្វីបគ្រីមៀជាប់នឹងភាគខាងត្បូងនៃតំបន់ Zaporizhzhia ក៏មានស្ទឹងដ៏ធំមួយឆ្លងកាត់ផងដែរអ្នកជំនាញមើលឃើញថាបើអ៊ុយក្រែនសម្រាប់បើកការវាយលុកដោយទ័ពម៉ារីនគឺអ៊ុយក្រែនអាចប្រើប្រាស់កម្លាំងទ័ពម៉ារីនបុកច្រាំងវាយបំបែកសមុទ្រខ្មៅមុននឹងវាទៅដល់ជ្រួយឧបទ្វីបគ្រីមៀប៉ុន្តែអ្នកជំនាញនៅតែផ្ដល់គំនិតថាអ៊ុយក្រែនគួរតែបើកការវាយប្រាដោយលើកទ័ពជើងគោករបស់ខ្លួនឆ្លងកាត់ទន្លេមួយនៅជាប់ព្រំដែនរវាងជ្រួយឧបទ្វីបគ្រីមៀនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនដែលនៅពេលនោះទ័ពរបស់រុស្ស៊ីកំពុងដាក់ពង្រាយកំភ្លើងធំរកក្រោះរងចាំការទៅដល់របស់កងទ័ពអ៊ុយក្រែនប៉ុន្តែស្ពានដ៏ធំមួយឆ្លងកាត់ទន្លេមួយឆ្ពោះទៅភាគត្បូងនៃប្រទេសអ៊ុយក្រែនរុស្ស៊ីអាចនឹងបំទុះស្ពាននេះមុនការមកដល់របស់កងទ័ពអ៊ុយក្រែនយោងតាមការផ្សព្វផ្សាយដោយរ៉ាឌីយ៉ូ NV ដែលស្រង់សម្ដីអ្នកនាំពាក្យសម្រាប់កងទ័ពអ៊ុយក្រែននៅភាគត្បូងនៃប្រទេសអ៊ុយក្រែនគឺលោក Vladislav Zelevich ញីវឯនោះវិញបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅជ្រួយឧបទ្វីបគ្រីមៀកំពុងតែធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែប្រមាណថ្ងៃចុងក្រោយនេះអ៊ុយក្រែនបើកការវាយប្រាដោយ drone និងមីស៊ីលវាយកំទេចប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅតំបន់នេះយ៉ាងខ្លាំងរុស្ស៊ីដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសដូចជា S300 S400 និង S500 ប៉ុន្តែអ៊ុយក្រែនប្រើប្រាស់ drone គឺមានសមត្ថភាពវាយលុកព្រោះថែប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី S300 S400 និង S500 មិនសម្រាប់ប្រើប្រាស់បាញ់ទម្លាក់ដ្រូននោះទេលោក Vladislav Zelensky ដែលជាអតីតអ្នកនាំពាក្យសម្រាប់នាយសេនាធិការកងទ័ពអ៊ុយក្រែនបានដឹងថាការវាយលុកចាប់យកជ្រួយឧបទ្វីបគ្រីមៀវាជាសង្គ្រាមដំណាក់កាលចុងក្រោយបើអ៊ុយក្រែនសម្រេចដូចនេះប៉ុន្តែការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអ៊ុយក្រែនឲ្យដឹងថាស្ពានខេត្តគ្រីមៀដែលជាមធ្យោបាយដឹកជញ្ជូនកងទ័ពរបស់រុស្ស៊ីយ៉ាងសកម្មសម្រាប់ធ្វើសង្គ្រាមវាយលុកឈ្លានពានប្រទេសអ៊ុយក្រែននៅភាគខាងត្បូងប្រទេសអ៊ុយក្រែនអាចនឹងប្រឈមមុខនឹងការវាយលុកដោយយន្តហោះដ្រូនគ្មានឬបើករបស់អ៊ុយក្រែននិងគ្រាប់មីស៊ីល Flamingo និង Neptune របស់អ៊ុយក្រែននេះបើអ៊ុយក្រែនផ្ដើមការវាយលុកចូលទៅជ្រួយឧបទ្វីបគ្រីមៀអ្នកនាំពាក្យសម្រាប់កងទ័ពជើងទឹកនៃប្រទេសអ៊ុយក្រែន Dmytro Blentinchuk បាននិយាយថាកងកម្លាំងរបស់រុស្ស៊ីនៅពេលនេះកំពុងតែដាក់ពង្រាយគ្រាប់មីនយ៉ាងច្រើននៅតំបន់ជ្រួយឧបទ្វីបគ្រីមៀគឺមីនសមុទ្រប៉ុន្តែស្ពានខេត្តគ្រីមៀកំពុងស្ថិតនៅក្នុងស្ថានភាពផុយស្រួយបំផុតហើយរុស្ស៊ីដាក់ការជាមកាមយ៉ាងរឹងមាំនៅពេលនេះជាមួយនឹងការដែលរុស្ស៊ីបារម្ភពីការមកដល់នៃការវាយប្រាដោយយន្តហោះដ្រូនរបស់អ៊ុយក្រែននិងគ្រាប់មីស៊ីលរបស់អ៊ុយក្រែន
សូមជម្រាបថាស្ពានខិលគ្រីមៀត្រូវបានស្ថាបនាឡើងដោយរដ្ឋាភិបាលរបស់រុស្ស៊ីនៅទីក្រុងមូស្គូនៅឆ្នាំ2018ក្នុងរដ្ឋការរបស់ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ននេះគឺលោកវ្លាឌីមៀរពូទីនស្ពានខិលនេះវាមានរយៈចម្ងាយជិត20គីឡូម៉ែត្រវាតភ្ជាប់ពីជ្រុយអបទ្វីបគ្រីមៀទៅដល់តំបន់ក្រូស្នៃដានៃប្រទេសរុស្ស៊ីស្ពានខិលគ្រីមៀជាស្ពានពាណិជ្ជកម្មផងហើយក៏ជាស្ពានសម្រាប់ដឹកភស្តុភារយោធារបស់រុស្ស៊ីដ៏សំខាន់បំផុតស្ពានខិលគ្រីមៀធ្លាប់រងការវាយប្រហារដោយមីស៊ីលនៃប្រទេសអង់គ្លេសដែលជំនួយទៅឲ្យអ៊ុយក្រែនគឺមីស៊ីល Storm Shadow អ៊ុយក្រែនបើកការវាយប្រហារដោយបាញ់មីស៊ីល Storm Shadow នេះប្រមាណជា2គ្រាប់ដើម្បីបំបាក់ស្ពានខិលគ្រីមៀនេះប៉ុន្តែមិនបានបំបាក់ស្ពាននេះទេបានត្រឹមតែបង្កការខូចខាតតិចតួចតែប៉ុណ្ណោះយ៉ាងណាអ៊ុយក្រែនប្រកាសថាការវាយកំទេចស្ពានខិលគ្រីមៀវាជាហានិភ័យខ្ពស់បំផុតទាំងសម្រាប់អ៊ុយក្រែននិងសម្រាប់កងទ័ពរុស្ស៊ីអ៊ុយក្រែនពេលខ្លះចង់បើកការវាយប្រហារកំទេចស្ពានខិលគ្រីមៀដោយអាវុធធុនធ្ងន់ដូចជាការបាញ់ស្រូចដោយគ្រាប់មីស៊ីល Flamingo Neptune ឬក៏មីស៊ីលជំនួយរបស់ចក្រភពអង់គ្លេស Storm Shadowប៉ុន្តែក៏ត្រូវបាញ់អមជាមួយដោយវងដ្រូនផងដែរប៉ុន្តែភាគីរបស់រុស្ស៊ីជាពិសេសគឺអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev ប្រមានថាបើអ៊ុយក្រែនសម្រុកវាយចូលជ្រុយអបទ្វីបគ្រីមៀហើយកំទេចស្ពានខិលគ្រីមៀប្រហែលជាអ៊ុយក្រែនបង្ខំឲ្យរុស្ស៊ីប្រើប្រាស់អាវុធធុនធ្ងន់បំផុតវាយប្រហារទៅលើអ៊ុយក្រែនលោក Dmitry Medvedev ប្រមានថាអាវុធនុយក្លេអ៊ែរក៏រុស្ស៊ីអាចវាយប្រហារផងដែរបើដំណាក់កាលចុងក្រោយអ៊ុយក្រែនវាយលុកចូលជ្រុយអបទ្វីបគ្រីមៀនិងកំទេចស្ពានខិលគ្រីមៀ